នៅឆ្នាំ1979ចិនចាប់ដៃជាមួយអាមេរិកវាយវៀតណាមវាយកម្ពុជាសាធារណរដ្ឋប្រជាមានិតកម្ពុជាដល់ឥឡូវវៀតណាមចាប់ដៃមួយអាមេរិកក្បត់អាស៊ានក្បត់កម្ពុជាហើយវៀតណាមនិយាយថាកម្ពុជាក្បត់វៀតណាមមកពង្រាយកងទ័ពបង្កើតអាដេញតង់នៅតាមព្រំដែនប្រទេសយើងបាននិយាយគ្នាថាមុននឹងធ្វើអីប្រាប់គ្នាមិនមកលួចលាក់ធ្វើអញ្ចឹងទេពួកអីទៅមើលចិត្តអាមេរិកដើម្បីបង្ហាញថាណាចិនមកយកសមុទ្រចិនខាងត្បូងខ្ញុំឈឺប៉ុណ្ណាតែខ្ញុំធ្វើចំពោះអ្នកឯងឈឺប៉ុណ្ណាដែលឯងជួយចិនចុះវៀតណាមមានចាំទេនៅពេលដែលប្រទេសសៀមចូលយកព្រះវិហារកម្ពុជាបានដឹងទៅអាស៊ានតើអាស៊ានយកអីទៅស្ដាប់យកទៅជឿទៅស្ដាប់យកផ្នែកទៅមើលកម្ពុជាយកទៅដាក់នៅក្នុងអដេញអង្គការសហជីវជាតិតើមានបានមើលទេអង្គការសហជីវជាតិកម្ពុជាដោះស្រាយដោយខ្លួនឯងរឿងសមុទ្រចិនខាងត្បូងកុំតាក់ទងជាមួយកម្ពុជាថាសូមដោះស្រាយដោយទ្វេភាគីកម្ពុជាមិនពាក់ព័ន្ធទេអញ្ចឹងយើងកុំមកវាយអាកូនតូចអញ្ចឹងថ្ងៃនេះរាជរដ្ឋសភាចង់បង្ហាញថាមិនតែឯងធ្វើអញ្ចឹងគេមិនដឹងទេបិទព្រំដែនតែឯងកតោភាគីអួតតែឯងអាស៊ានតែមួយជោគវាសនាតែមួយជោគវាសនាតែមួយរបស់យកអីបើជោគវាសនាតែមួយវាទោះប្រាប់គ្នាមិនធ្វើតែឯងអញ្ចឹងទេអញ្ចឹងជោគវាសនាតែមួយតែបបេមាត់អាហ្នឹងគេទៅអញ្ចឹងអាហ្នឹងយើងទៅវៀតណាមចេះណាដោយសារតែផលប្រយោជន៍អញ្ចឹងបើវៀតណាមចេះកម្ពុជាក៏ត្រូវតែចេះដែរចេះតែឯងណៃចេះទៅចាប់អាមេរិកគេមិនទាំងលូកដៃផងគេចាប់ចិនព្រោះផលប្រយោជន៍របស់យើងតាផលប្រយោជន៍ពេលដែលខ្ញុំទៅដល់គុណមិញមកខ្ញុំដឹងថាអូវៀតណាមហើយចិនមុខប្រហែលគ្នាមិនដឹងថាមួយណាវៀតណាមនិងមួយណាចិនទេដូចគុណមិញវប្បធម៌ក៏ដូចគ្នាសំណង់ស្ថាបត្យកម្មដូចគ្នាពាក់អាវផាយដូចគ្នាទៀតវាគួរតែកង្វល់អានោះហើយចាំណាវៀតណាមក៏ត្រូវជាពាក់គុណកម្ពុជាដែរមិនមែនតែកម្ពុជាជាពាក់គុណវៀតណាមទេផ្លូវលំហូជីមិញនៅខេត្តមណ្ឌលគិរីនៅឆ្នាំ1975បើគ្មានខ្មែរឲ្យទឹកដីក៏មិនអាចបង្រួបបង្រួមវៀតណាមទាំងពីរបានដែរអញ្ចឹងកុំមកបោះតង់បោះអីមិនប្រាប់ខ្មែរអាហ្នឹងយើងទៅមើលកន្លែងហ្នឹងការពិតទៅតែទទួលយកការពិតខ្ញុំដឹងថាខ្ញុំដើរព្រំដែនវាកង្វល់ដែរប៉ុន្តែខ្ញុំជឿជាក់ថាស្អីដែលជាប្រវត្តិសាស្ត្រគឺវាជាការពិតតង់ណាកោសប្រលប់ដែរវាមិនអាចទេអញ្ចឹងខ្ញុំសង្ឃឹមថាអង្គវិធីថ្ងៃនេះអាចចោទសំណួរហើយយើងនិយាយបែបប្រវត្តិសាស្ត្រតែយើងគិតប្រវត្តិសាស្ត្រទេក្មេងចំនួនក្រោយច្បាស់ពីឃើញទេមានក្រុមមួយនោះគេថាសុំទៅមើលព្រំដែនទៅមើលហ្មងខ្ញុំសួរថាអាមេរិកកាំងបិទជាមួយមិចស៊ីកូតើប្រជាជនអាមេរិកកាំងទៅសុំមើលការបិទទេតែបិទគឺបិទដែរទៅមានបញ្ហាសាក់មានបញ្ហាមកថារដ្ឋាភិបាលមិនការពារប្រជាជនខ្លួនឯងទៅគេប្រាប់ថាបិទទៅអាហ្នឹងយើងត្រូវមើលឯងហ្នឹងកុំស្នេហាជាតិអត់ទាំងមានផែនទីកាន់ដៃកាន់តែដេញដងទុំជាតិបំណងទៅណាបើអត់ដឹងអីផងហ្នឹងអានប្រវត្តិសាស្ត្រអានសិភៅមើលផែនទីឲ្យចេះបាទខ្ញុំឃើញនៅតាមវិញខ្ញុំឆែកពេលខ្ញុំអង្គុយវិញជេរតាម Facebook ប៉ុន្តែអ្នកជេរចោះអ្នកទទួលយកចោះសម្រាប់ពួកខ្ញុំធ្វើអីសម្រាប់ប្រទេសនេះហើយធ្វើថ្ងៃនេះដើម្បីផលប្រយោជន៍ជាតិយើងទាំងអស់គ្នាដើម្បីប្រជាជនកម្ពុជាឲ្យប្រជាជនកម្ពុជាស្គាល់យកការពិតវាឈឺប៉ុន្តែត្រូវតែព្យាបាលត្រូវតែទទួលយកការពិត